Trong dương trong cell history នេះគឺជា history របស់ខ្ញុំដែលបានធ្វើមកនោះគឺបើយើងចង់សិនយើងគ្រាន់តែពាក្យ history មកគឺខល comment ហើយពាក្យ comment ដែលយើងបានទៅពេលនេះ copy អញ្ចឹងនៅពេលដែលយើងនេះគឺវាមក load history ឲ្យយើងឃើញធម្មតាចឹងនៅពេលដែលអ្នកគ្នាចង់ clear history នឹងមកដាប់គឺយើងគ្រាន់ចុច history នេះអ្នកគ្នាបើអ្នកគ្នាចុចសញ្ញាដកនេះជាប់ពាក្យ history នៅពេលដែលយើងចុចទីគឺវា upload ឲ្យយើងនៅពេលដែលយើង search history ចឹងថាយើងចុចសញ្ញាដកជាប់នឹង history ពាក្យ history ហ្នឹងគឺវាអត់ clear យើងក៏វា load history ជាប់ history នឹងដែរអញ្ចឹងដល់អានោះបានយើងបានដក clear កន្លែងហ្នឹងតិចមកនេះសញ្ញាដកឲ្យនឹងពាក្យ history ហ្នឹងដក clear មកហើយយើងចុចទីចឹងនៅពេលដែលយើង clear យើងចុច history នេះចឹងវា history ដែលយើងចង់លុបហ្នឹងគឺវាលុបអស់ហើយវា load តែ history ថ្មីដែលយើងបានធ្វើ